សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីនប្រូភ័ក្រវិលត្រឡប់មកជួបបងប្អូនម្ដងទៀតហើយបើពេញចិត្តវីដេអូរបស់អេដមីនសូមកុំភ្លេចជួយចុច Subscribe ឬក៏ចុច Like ឬក៏ចុចសញ្ញាកណ្ដឹងទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរបស់អេដមីនអូខេ Let's go រាល់ពេលដែលម្ចាស់ផ្ទះយកថ្លៃជួលគាត់នឹងឲ្យលុយក្មេងស្រីនោះ300 យួនរួចបិទទ្វារបង្អួចហើយនិយាយថាបើឲ្យលុយខ្ញុំមកគុំញ៉ាំមីកញ្ចប់ទៀតអីពិបាករកលុយណាស់មករកខ្ញុំម្ដងទៀតលើកនេះគាត់ក៏បានយកសម្លៀកបំពាក់របស់ក្មេងស្រីនោះទៅរំលឹកនាងថាគាត់រស់នៅក្បែរនោះហើយអាចមកពេលណាក៏បានត្រឡប់ទៅការិយាល័យគ្រប់គ្រងអចលនទ្រព្យវិញបរិះពីការម្នាក់ដែលលក់សម្បុត្រឆ្នោតកោះបានដាកាត់ហើយម្ចាស់ផ្ទះបានទិញមួយអូទេអ្នកពិតជាអស្ចារ្យណាស់អ្នកដឹងពីរបៀបកោះយុវជនពីការឈ្មោះអាលីវឥឡូវនេះត្រូវការជំនួយពីឪពុករបស់គាត់សូម្បីតែញូតទឹកដោយសារគ្រោះថ្នាក់ក៏ដោយទោះបីជាគាត់មានឆន្ទៈប៉ុន្តែមិនអាចជួយក្នុងការព្យាបាលជំងឺរាតត្បាតក៏ដោយគាត់នៅតែសម្លឹងមើលជើងវែងដែលទើបតែចេញពីអគារហើយស្រមៃចង់មានទំនាក់ទំនងជាមួយគាត់ម្ចាស់ផ្ទះឃើញរឿងទាំងអស់នេះគឺមិនចាំបាច់មើលទេគាត់និយាយតើគាត់មករាល់ថ្ងៃទេមិនចាំបាច់ទេគាត់តែងតែចង់អំដំណើរអ្នកទៅកន្លែងនោះដោយសម្លឹងមើលមុខដ៏ស្រពោនរបស់ម្ចាស់ផ្ទះអាលីវគ្រាន់តែចង់រត់គេចខ្លួនឲ្យលឿនតាមដែលអាចធ្វើទៅបានទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាសំបីតែព្រះក៏កំពុងចំអកឲ្យការយល់ច្រឡំរបស់គាត់ដែលភ្លៀងធ្លាក់ខ្លាំងមួយទៀតបានដាស់គាត់ឲ្យភ្ញាក់អាលីវអាចលាក់ខ្លួនបានតែនៅច្រកចូលបង្គន់សាធារណៈប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយកន្លែងនេះមិនមែនជាកន្លែងឯកជនទេអាលីវសំឡេងគូស្នេហ៍មួយគូនៅក្នុងបង្គន់សាធារណៈដោយមិនច្បាស់គាត់មិនអាចជួយអ្វីបានក្រៅពីដើរទៅសំឡេងឈាមឆ្កែរហូតដល់ទ្វារត្រូវបានរុញបើកលៀមទៅអាលីវដឹងខ្លួនឡើងវិញគាត់មិននឹកស្មានថាគូស្នេហ៍នេះមិនបានព្យាយាមលាក់បាំងសកម្មភាពរបស់ពួកគេទេហើយចលនារបស់ពួកគេកាន់តែខ្លាំងក្លាឡើងដោយចាត់ទុកអាលីវដូចជាគាត់មិនមែនជាមនុស្សចាប់ពីពេលនោះមកឈុតនេះត្រូវបានចារឹកយ៉ាងជ្រៅនៅក្នុងចិត្តរបស់គាត់ហើយបំណងប្រាថ្នារបស់អាលីវចំពោះភេទផ្ទុយកាន់តែខ្លាំងក្លាគាត់ចាប់ផ្ដើមទៅបន្ទប់ទឹកសាធារណៈជាញឹកញាប់ដោយធ្វើពុតជាលក់ទំនិញប៉ុន្តែតាមពិតគាត់ស្រមៃចង់ក្លាយជាតួឯកប្រុសចោលម្នាក់បានឃើញតាមរយៈបំណងប្រាថ្នារបស់អាលីវហើយបានលេងសើចជាមួយមិត្តស្រីរបស់គាត់ដោយចេតនាថាឯងលក់បានត្រឹមតែ10 យន្តទៀតទៅផ្ទះគាត់ទៅគាត់ទេអូយគួរឲ្យស្អប់ខ្ពើមណាស់អាលីវមិនញើតនឹងការចំអកនោះទេហើយគ្រាន់តែសម្លឹងមើលបន្ទប់ទឹកដោយទេបន្ទាប់ពីទិញកាតកោះកាលពីលើកមុនម្ចាស់ផ្ទះនិងអាលីវបានក្លាយជាមិត្តភក្តិដោយមិនចង់ឲ្យអាលីវបង្ក្រាបខ្លួនឯងគាត់បានសម្រេចចិត្តឲ្យអំណោយដល់គាត់ហើយហេតុអ្វីបានជាឯងមិនចង់បានស្ត្រីបើដូច្នោះឯងអាចយកនាងបានក៏ដោយមិននឹកស្មានដល់អាលីវបានធ្វើលេសជាបន្តបន្ទាប់ដោយធ្វើពុតជាសុភាពបុរសម្ចាស់ផ្ទះដោយគិតថាអាលីវកំពុងសង្ស័យក៏បានបង្ហាញប្រភពដើមនៃសម្លៀកបំពាក់ភ្លាមដោយធានាថាសម្លៀកបំពាក់ទាំងនោះគ្មានមេរោគសម្លៀកបំពាក់នេះមិនទាន់បោកគុកទេអូយចេញទៅកុំមានសុជីវធម៌អីម្ចាស់ផ្ទះក៏បាននិយាយផងដែរថាគាត់បានឃើញអាលីវលួចមើលក្នុងបន្ទប់ទឹកសាធារណៈនៅថ្ងៃនោះហើយប្រសិនបើអាលីវមានគំនិតអ្វីនាពេលអនាគតគាត់គួរតែប្រាប់គាត់ជាមុនសិនជំនួសឲ្យការលាក់ខ្លួនតែម្នាក់ឯងវាបានបង្ហាញថាម្ចាស់ផ្ទះជាមនុស្សសវិកលចរិតដែលមានបទពិសោធន៍ដែលតែងតែប្រើកាមេរ៉ាដើម្បីលួចមើលអាលីវភាពឯកជនពេលខ្ញុំមិនធ្វើការខ្ញុំចូលចិត្តទៅទីនោះដើម្បីថតរូបបញ្ឈរមើលទាំងនេះសុទ្ធតែជាអំណោយតាំងពីពណ៌របស់ខ្ញុំក្រៅពីបារីទាំងនេះក៏មានឈុតឆាកឯកជនរបស់អាលីវនៅក្នុងរូបភាពនេះដែរអ្នកពិតជាគួរឲ្យស្អប់ខ្ពើមណាស់តើអ្នកកំពុងថតអ្វីដោយសម្ងាត់ខ្ញុំមិននឹកស្មានថាម្ចាស់ផ្ទះនឹងមានមោទនភាពចំពោះវាយ៉ាងនេះទេគាត់បង្ហោះវីដេអូទាំងអស់ទៅកាន់គេហទំព័រដើម្បីរកលុយគំនិតនៃអាកប្បកិរិយាអាក្រក់របស់គាត់ត្រូវបានបង្ហាញជាសាធារណៈធ្វើឲ្យអាលីវខឹងសម្បាយ៉ាងខ្លាំងលុបវាចោលអូទេជំនួសវាដោយរបស់អ្នកតើអ្នកគិតថាមនុស្សនឹងចុចដើម្បីមើលស្រីសំផឹងនៅទីនោះទេគ្មានផ្លូវទេហើយខ្ញុំអាចលុបវាដោយរបៀបណាភ្លាមនោះចំណងផ្លូវភេទពិសេសរបស់អាលីវត្រូវបានពង្រេកឥតឈប់ឈរភាពអាម៉ាស់ធ្វើឲ្យគាត់មិនអាចប្រឈមមុខនឹងម្ចាស់ផ្ទះបានទៀតទេគាត់អាចចាក់ចេញដោយកំហឹងដរាបណាគាត់បោះជំហានចេញអាលីវបានជួបនឹងកាំរស្មីព្រះអាទិត្យនិងទេវតាមួយដែលគាត់លង់ស្នេហ៍តាំងពីដំបូងវាជាស្ទីលម៉ូដសក់ដែលគាត់ចូលចិត្តគាត់មិនអាចបំភ្លេចវាបានបន្ទាប់ពីសម្លឹងមើលតែមួយផ្លែតដូច្នេះអាលីវបានដើរតាមនាងរហូតដល់ហាងតូចមួយហើយទីបំផុតបានជួបក្មេងស្រីនោះតើអ្នកស្គាល់មិត្តខ្ញុំទេតើអ្នកស្គាល់មិត្តខ្ញុំទេគុំនិយាយខ្លាំងហើយធ្វើឲ្យក្មេងស្រីនោះច្រឡំអាលីវរឹងមាំហើយមិនបានវីដំឡើយគាត់បានសួរសំណួរដោយផ្ទាល់តាមមិត្តប្រុសរបស់អ្នកខ្ញុំកំពុងនិយាយថាតើអ្នកមានមិត្តប្រុសទេបើគ្មានមិត្តប្រុសរបស់គាត់ទេទំនុកចិត្តរបស់អាលីវបានកើនឡើងយ៉ាងខ្លាំងតាមហេតុផលដើម្បីតាមរកក្មេងស្រីមនុស្សម្នាក់គួរតែទុកសញ្ញានៃសេចក្តីស្រឡាញ់ដោយឃើញថង់គ្រាប់ម្លោដែលរហែកនៅក្នុងកន្ត្រករបស់ក្មេងស្រីគាត់ក៏ទាញមួយចេញពីធ្នើររបស់គាត់ភ្លាម
ដោយសង្ឃឹមថានាងនឹងទទួលយកសេចក្តីស្រឡាញ់របស់គាត់ទោះជាយ៉ាងណាក៏ដោយនាងរឹងរូសហើយមិនចង់ជំពាក់គាត់អ្វីទាំងអស់ទោះបីជាគាត់ដេញនាងចេញក៏ដោយនាងនៅតែនឹងសងសកម្មភាពនេះធ្វើឲ្យសេចក្តីស្រឡាញ់របស់អាលីវកាន់តែជ្រៅហើយគាត់កាន់តែលងស្នេហ៍នឹងក្មេងស្រីនោះប៉ុន្តែបញ្ហាគឺថាការណាត់ជួបត្រូវចំណាយប្រាក់ចាប់ពីថ្ងៃនោះមកគាត់កាន់តែឧស្សាហ៍ព្យាយាមមិនដែលខកខានមួយថ្ងៃឡើយសូម្បីតែពេលត្រូវបានចំអកដោយចោរក៏ដោយរហូតដល់ថ្ងៃមួយម្ចាស់ផ្ទះដែលលែងលះរបស់គាត់បានស្វែងរកអាលីវដើម្បីសុំទោសនិងសង្គ្រោះមិត្តភាពរបស់ពួកគេព្រមទាំងទិញទំនិញទាំងអស់របស់អាលីវផងដែរប្រាប់គាត់ឲ្យញ៉ាំឲ្យអស់មុនថ្ងៃនេះទៅខ្ញុំនឹងទិញទាំងអស់អូទាំងអស់វាធ្ងន់ណាស់ខ្ញុំនឹងយកវាទៅលេងដោយហេតុផលខ្លះប្រហែលជាដោយសារតែពាក្យរបស់ម្ចាស់ផ្ទះអាលីវស្រាប់តែមានអារម្មណ៍សង្ឃឹមបន្តិចស្នាមញញឹមដ៏ស្រើបស្រាលរបស់ម្ចាស់ផ្ទះដែលពីមុនបានคล้ายជាច្បាស់ណាស់អាលីវបានរកឃើញអត្ថន័យនៃជីវិតឡើងវិញមិនយូរប៉ុន្មានម្ចាស់ផ្ទះបានរុញគាត់ទៅហាងម៉ាសាជើងស្របច្បាប់មួយអាលីវមានទាំងសុភមង្គលនិងការព្រួយបារម្ភទោះជាយ៉ាងណាក៏ដោយការពិតគឺខូខើណាស់សួស្ដីអ្នកនៅតែចង់លេងបែបនេះមែនទេអូមិនមែនជានារីល្អទេមែនទេដោយមិននឹកស្មានដល់ម្ចាស់ផ្ទះមានការប្រកួតប្រជែងខ្លាំងស្ត្រីម្នាក់នេះមិនចង់បម្រើអាលីវទេបន្ទាប់មកពួកគេនឹងរកអ្នកផ្សេងអតិថិជនពិតប្រាកដមិនមានទំនាក់ទំនងទេហើយអាលីវមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ដែលចង់បាត់ខ្លួនម្ចាស់ផ្ទះបន្តិចម្ដងបាត់បង់ការអត់ធ្មត់ថែមទាំងបានរកឃើញស្ត្រីម្នាក់ដែលមានអាយុ50ឆ្នាំសម្រាប់គាត់ស្ត្រីនោះមានភាពរួសរាយរាក់ទាក់ហើយមិនដែលរើសអើងអតិថិជនទេប៉ុន្តែពេលពួកគេទៅដល់មាត់ទ្វារអាលីវបានស្ងប់ចិត្តយ៉ាងខ្លាំងឥឡូវខ្ញុំក្មេងជាងហើយអូយខ្ញុំចាស់ណាស់អូនសម្លាញ់តូចគួរឲ្យអាណិតណាស់អូនមិនសប្បាយចិត្តទេអូនគ្រាន់តែជាមនុស្សតូចសម្លាញ់ម្នាក់ប៉ុណ្ណោះឥឡូវនេះម្ចាស់ផ្ទះបានវង្វេងផ្លូវទាំងពីរមិនត្រឹមតែគាត់មិនបានជួយប្អូនប្រុសរបស់គាត់ទេប៉ុន្តែខ្លួនគាត់ផ្ទាល់ក៏ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយក្លឹបផងដែរប៉ុន្តែដោយសារគាត់ជាអ្នករៀបចំផែនការដ៏មានបទពិសោធន៍ម្ចាស់ផ្ទះតែងតែមានវិធីគាត់ធ្វើពុតជាទិញគ្រាប់ម្លប់រារាំងអ្នកលក់ម្នាក់ខណៈពេលដែលអាលីវបានឆ្លៀតឱកាសគាត់បានប៉ះនាងប៉ុន្តែអ្នកផ្សេងទៀតមិនព្រមដេកទេពួកគេបានស្រែកភ្លាមថាបងធំហើយថយក្រោយនៅពេលនេះម្ចាស់ផ្ទះគ្មានជំរើសអ្វីក្រៅពី5ចូលបាយចុងក្រោយរបស់គាត់ទេចូលទៅប្រាប់គាត់ថាបងវិនហៅខ្ញុំមែនហើយនេះជាឱកាសចុងក្រោយរបស់អាលីវមុនពេលចូលគាត់មានអារម្មណ៍ភ័យបន្តិចរហូតដល់គាត់បានឃើញមុខដែលធ្លាប់ស្គាល់នោះវាគឺជាទេពធីតារបស់គាត់បងវិនហៅខ្ញុំស្នាមញញឹមរបស់ក្មេងស្រីនោះបានបាត់ទៅវិញភ្លាមជំនួសដោយទឹកមុខស្ពឹកស្រពន់នៅពេលដែលបង្អួចចុះយឺតម្ចាស់ផ្ទះទីបំផុតបានដកដង្ហើមធំដោយការធូសបាយគាត់គិតថាគាត់បានជួយបងប្រុសដ៏ល្អរបស់គាត់ប៉ុន្តែអាលីវនៅខាងក្នុងគឺបន្ទាប់ពីភាពស្ងៀមស្ងាត់យូរនឹងឆ្កងមួយអាលីវបានដឹងខ្លួនបន្តិចម្ដងហើយចាប់ផ្ដើមជែកជាមួយក្មេងស្រីនោះក៏តើអ្នកឈ្មោះអ្វីគាត់បានសួរដោយឃើញក្មេងស្រីនោះស្ទាក់ស្ទើរក្នុងការនិយាយគាត់ក៏ណែនាំខ្លួនឯងជាមុនសួស្ដីខ្ញុំឈ្មោះលីវប៉ៅមានទេខ្ញុំមិនឃ្លានទេគ្រាន់តែហៅខ្ញុំថាប៉ៅមានកអាលីវមិនខ្វល់ពីឈ្មោះក្មេងស្រីចម្លែកនោះទេមតិយោបល់បុរសធម្មតាទាំងនេះបានបំផ្លាញបរិយាកាសប៉ៅមានមិនបាននិយាយអ្វីទៀតទេហើយបានបើកទ្វារដោយច្បាស់ជាមានបំណងចង់ឲ្យគាត់ចេញទៅទោះជាយ៉ាងណាក៏ដោយអាលីវមិនព្រមបោះបង់ចោលទេប៉ៅមានតើខ្ញុំអាចអប់អ្នកបានទេប៉ៅមានមិនបានបដិសេធទេហើយអ្នកទាំងពីរអប់គ្នាដូចគូស្នេហ៍ប៉ុន្តែពេលវេលាល្អគឺខ្លីណាស់បន្ទាប់ពីចាក់ចេញពីហាងងាយស្រួលអាលីវបានដើរលេងតាមដងផ្លូវអស់រយៈពេលយូរហើយត្រឡប់មកផ្ទះវិញនៅពេលល្ងាចដោយមិននឹកស្មានដល់ពេលចូលទៅក្នុងផ្ទះគាត់បានឃើញស្ត្រីធាត់ម្នាក់អាលីវមានការងឿងឆ្ងល់ទាំងស្រុងនេះជាការណាត់ជួបដែលឪពុករបស់គាត់បានរៀបចំសម្រាប់គាត់ខ្ញុំមិនចង់និយាយជាមួយគាត់តតែសោះខ្ញុំមិនចូលចិត្តគាត់ទេគាត់ឆ្លើយចំពោះខ្ញុំខ្លាំងណាស់ខ្ញុំក៏មិនចូលចិត្តអ្នកដែលជីវិតរបស់អាលីវត្រូវបានគ្រប់រងដោយអ្នកដទៃចាប់តាំងពីពិការភាពរបស់គាត់ហើយបន្ទាប់ពីពេលវេលាដ៏ទន់ភ្លន់ជាមួយប៉ៅមានគាត់មិនចង់ឲ្យវាបញ្ចប់បែបនោះនៅចុងបញ្ចប់នៃទំនាក់ទំនងរបស់គាត់ទេដូច្នេះបន្ទាប់ពីបណ្ដេញក្មេងស្រីនោះចេញគាត់បានឆ្លោះជាមួយឪពុករបស់គាត់ម្ដងទៀតអ្នកនៅតែដូចមុនសូម្បីតែធ្វើការសម្រេចចិត្តជំនួសខ្ញុំក៏ដោយតើអ្នកធ្លាប់ប្រើខ្ញុំទេអាលីវបានសួរឪពុករបស់គាត់ដែលជាសំណួរដែលស្វែងរកព្រលឹងដែលធ្វើឲ្យគាត់និយាយមិនចេញអស់រយៈពេលយូរឪពុករបស់គាត់ស្ទើរតែដុតថ្នាំមូសមួយចានធំនិងផឹកស្រាបរទេសមួយដបធំមុនពេលប្រមូលភាពក្លាហានដើមបីនិយាយជាមួយកូនប្រុសរបស់គាត់អំពីបញ្ហាដែលត្រូវបានបង្ក្រាបជាយូរមកហើយយើងទាំងអស់គ្នាហត់នឿយណាស់តើខ្ញុំគួរសម្លាប់អ្នកទេតើអ្នកមិនបាននិយាយថាអ្នកមិនដែលសួរយោបល់ខ្ញុំទេឥឡូវនេះខ្ញុំកំពុងសួរអ្នកប៉ាកំពុងចាស់ហើយមិនអាចមើលថែអ្នកបានទៀតទេភ្លើងនៅខាងក្រៅបង្អួចបានភ្លឹបភ្លែតដូចជាអារម្មណ៍របស់អាលីវនៅពេលនោះគាត់មិនដឹងថាឪពុករបស់គាត់ចង់មានន័យយ៉ាងណាទេដូច្នេះគាត់គ្រាន់តែឈប់គិតអំពីវាគាត់បានរត់ចេញពីផ្ទះនៅព្រឹកបន្ទាប់
ហើយបានឃើញប៉ាវមានម្ដងទៀតលើកនេះគាត់បានប្រគល់ខោត្រណប់ដែលម្ចាស់ផ្ទះបានលួចប៉ុន្តែប្រតិកម្មរបស់ប៉ាវមានគឺខ្លាំងមិនធម្មតាហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំហេតុអ្វីបានជាអ្នកទាំងអស់គ្នាធ្វើបាបខ្ញុំបែបនេះប៉ាវមានបានស្រក់ទឹកភ្នែកទាំងស្រុងពេលឃើញខោត្រណប់ត្រូវបានគេប្រគល់ឲ្យហើយប្រគល់មកវិញគាត់មានអារម្មណ៍ថាគាត់គ្រាន់តែជាឧបករណ៍មួយដែលមិនដែលទទួលបានការគោរពអ្វីទាំងអស់ម្ចាស់ផ្ទះនឹងធុញទ្រាន់នឹងវាហើយគ្រាន់តែបោះវាទៅឲ្យអាលីវហើយបន្ទាប់មកប្រគល់វាទៅអ្នកបន្ទាប់អាលីវមិនដឹងទាំងស្រុងអំពីស្ថានភាពរបស់ប៉ាវមានទេគ្រាន់តែឈរស្ងៀមហើយអនុញ្ញាតឲ្យគាត់បញ្ចេញអារម្មណ៍របស់គាត់មានតែពេលដែលប៉ាវមានឈប់ភ័យស្លន់ស្លោទេទើបអាលីវព្យាយាមបើកចំហចំពោះគាត់កុំបារម្ភអំពីការត្រូវគេធ្វើបាបព្រោះខ្ញុំក៏ត្រូវគេធ្វើបាបដែរអ្នកបែកការតើមានអ្នកណាធ្វើបាបអ្នកទេរឿងរ៉ាវគ្មានទីបញ្ចប់ទេយោព្រមមើលមកខ្ញុំតែងតែជាមនុស្សដែលត្រូវបានគេសាយចំអកបែកការពីការខូចទ្រង់ទ្រីនិងត្រីមាសដ៏វេទនាអ្នកទាំងពីរមានអារម្មណ៍រងទុក្ខដូចគ្នាអាលីវបានឈប់លាក់ខ្លួនពេលខ្លះគាត់ពិតជាចង់លាក់ខ្លួនការលាក់ខ្លួនពេលខ្លះពិតជាសប្បាយណាស់ខ្ញុំណែនាំអ្នកទាំងពីរបានតម្រង់ជួរគ្នាហើយវាចូលទៅក្នុងបង្គន់សាធារណៈវាខ្វក់និងមានក្លិនស្អុយមានតែមនុស្សគួរឲ្យអាណិតដូចពួកគេដែលត្រូវបានពិភពលោកបោះបង់ចោលប៉ុណ្ណោះទើបឈប់នៅទីនេះពេលក្រឡេកមើលពាក្យសរសេរផ្សេងនៅលើជញ្ជាំងប៉ាវមានស្រាប់តែមានអារម្មណ៍ដូចជាកម្មសិទ្ធិក្នុងចំណោមពាក្យទាំងនោះមានពាក្យមួយចំនួនអំពីការជួលឃាតករត្រូវការលក្ខខណ្ឌ3យ៉ាងការបញ្ជាទិញគោលដៅនិងការសងសឹកប្រសិនបើបាត់ម្នាក់គាត់គ្រាន់តែជាឃាតករមិនមែនជាឃាតករទេពេលក្រឡេកមើលទឹកមុខធ្ងន់ធ្ងររបស់ប៉ាវមានអាលីវមិនអាចទប់សំណាចបានទេប៉ុន្តែប៉ោះយាវមានមិនបានលេងសើចទេបើខ្ញុំអាចធ្វើបានខ្ញុំចង់ជួលគាត់ឲ្យសម្លាប់នរណាម្នាក់តើអ្នកចង់សម្លាប់អ្នកណាប្រសិនបើខ្ញុំជួយអ្នកសម្លាប់នរណាម្នាក់តើអ្នកនឹងសងសឹកខ្ញុំដោយរបៀបណាខ្ញុំអាចឲ្យអ្នកញ៉ាំមីមួយចានគឺចាប់ពីពេលនោះមកប្រលឹងឯកោទាំងពីរបានភ្ជាប់គ្នាបន្តិចម្ដងពួកគេបានត្រឡប់ទៅហាងងាយស្រួលវិញលេងសើចដូចគូស្នេហ៍ធម្មតាផ្លុំពុះសាប៊ូនិងញ៉ាំមីកញ្ចប់ជាមួយគ្នាពួកគេបានស្វែងរកសម្រស់ដ៏ស្រស់ស្អាតទាំងនោះជាមួយគ្នាដោយមិនដឹងថារឿងទាំងអស់នេះកំពុងត្រូវបានម្ដាយរបស់ប៉ាវមានដែលមានបញ្ហាផ្លូវចិត្តមើលនោះទេឯងនៅរកខ្ញុំទៀតទេឯងកំពុងមើលអ្វីឯងកំពុងធ្វើអ្វីក្មេងល្ងងអាលីវមានការភ្ញាក់ផ្អើលហើយត្រូវចាក់ចេញមុនម៉ោងទោះជាយ៉ាងណាក៏ដោយវាមិនបានប៉ះពាល់ដល់អារម្មណ៍របស់ប៉ាវមានទេនាងធ្លាប់នឹងអាកប្បកិរិយារបស់ម្ដាយនាងហើយក្រៅពីនេះនាងមានអាលីវឥឡូវនេះថ្ងៃស្អែកតែងតែជាអ្វីមួយដែលត្រូវទន្ទឹងរង់ចាំប៉ាវមានបានទៅភោជនីយដ្ឋានប្រណីតមួយដើម្បីវេចខ្ចប់អាហារសម្រាប់ម្ដាយនាងដោយសារម្ដាយនាងខឹងនាងមិនអាចរស់នៅដោយគ្មានសាច់ត្រីរបស់ភោជនីយដ្ឋានបានទេប៉ាវមានត្រូវយកឆ្អឹងត្រីចេញដោយខ្លួនឯងចិញ្ច្រាំវាលីវាជាមួយបាយហើយឲ្យម្ដាយនាងញ៉ាំមួយស្លាបព្រាដំបូងឡើយម្ដាយនាងសហការយ៉ាងខ្លាំងប៉ុន្តែថ្ងៃនេះម្ដាយនាងច្បាស់ជាខឹងឯងមិនដឹងថាឯងកំពុងធ្វើអ្វីទេក្មេងល្ងងអាលីវមានការភ្ញាក់ផ្អើលប៉ាវមានយល់ថាម្ដាយរបស់នាងមិនអាចទ្រាំទ្រនឹងជីវិតសុខស្រួលរបស់នាងបានទេហើយរឹតតែសំខាន់ទៅទៀតនាងមិនអាចទ្រាំទ្រនឹងកង្វះជំនាញផ្ទាល់ខ្លួនរបស់នាងបានឡើយម៉ាក់បានទិញរបស់របរជាច្រើនឲ្យឯងហើយឯងឆ្មើងឆ្មៃណាស់ចំណាយប្រាក់រាប់ម៉ឺនដុល្លារប៉ុន្តែលើកនេះប៉ាវមានលែងទុនខ្សោយទៀតហើយក្រោមការប្រឈមមុខដាក់គ្នាម្ដាយរបស់នាងលែងហ៊ានត្អូញត្អែទៀតហើយចាប់ផ្ដើមទប់ទល់នាងបានបដិសេធមិនព្រមលេបថ្នាំហើយបដិសេធមិនគោរពតាមការរៀបចំរបស់គ្រូពេទ្យម្ដាយរបស់នាងដឹងថាដរាបណានាងបង្ហាញសញ្ញានៃជំងឺនិងគំរាមធ្វើអត្តឃាតប៉ាវមាននឹងសម្របសម្រួលបន្តិចម្ដងនេះគឺជាទម្រង់នៃការគោរពបូជាដែលមើលមិនឃើញមិនថាម្ដាយរបស់គាត់ធ្វើមីកញ្ចប់បែបណាទេនាងតែងតែញ៉ាំផ្នែកអាក្រក់បំផុតដោយខ្លួនឯងដោយទុកសាច់ក្រកឆ្ងាញ់សម្រាប់នាងម្យ៉ាងវិញទៀតអាលីវកំពុងញ៉ាំអាហារដ៏ប្រណីតថ្ងៃនេះឪពុករបស់គាត់មិនធម្មតាបានបញ្ជាទិញអាហារឆ្ងាញ់មួយទៅធំហើយដាក់អាហារនៅលើចានរបស់អាលីវដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះគាត់ត្រូវបានគេប្រាប់ឲ្យញ៉ាំអាហារឲ្យបានល្អនិងរីករាយនឹងជីវិតអាលីវមានការងឿងឆ្ងល់រហូតដល់ឪពុករបស់គាត់បានទាញយកកបាយការមុនទីពិសោធន៍វាបានបង្ហាញថាឪពុករបស់គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដំណាក់កាលចុងក្រោយគាត់ដឹងថាគាត់មិនមានពេលរស់នៅយូរទេពីមុនពេលគាត់ជួយកូនប្រុសរបស់គាត់ណាត់ជួបដោយងើតងល់គាត់គិតថាបន្ទាប់ពីគាត់ស្លាប់ទៅកូនប្រុសរបស់គាត់នៅតែមាននរណាម្នាក់មើលថែគាត់ប៉ុន្តែកូនប្រុសរបស់គាត់បានបដិសេធស្ត្រីម្នាក់ទៀតហើយអ្វីទាំងអស់គឺមិនអាចត្រឡប់វិញបានទេឪពុករបស់គាត់បានសម្រេចចិត្តសម្លាប់អាលីវដោយដៃរបស់គាត់ផ្ទាល់មុនពេលគាត់ស្លាប់ដើម្បីឲ្យកូនប្រុសរបស់គាត់អាចរួចផុតពីទុក្ខវេទនារបស់ពិភពលោកអាលីវមិនបានទប់ទល់ទេចាប់តាំងពីគាត់ក្លាយជាជនពិការគាត់បានស្រមៃចង់បានវិធីរាប់មិនអស់ដើម្បីស្លាប់ហើយការស្លាប់នៅក្នុងដៃឪពុករបស់គាត់ប្រកាសជានឹងល្អឥតខ្ចោះបំផុតប៉ុន្តែមុនពេលគាត់ស្លាប់គាត់នៅតែមិនអាចលះបង់មនុស្សម្នាក់បាន
អ្នកបាននិយាយថាអ្នកចង់សម្លាប់នរណាម្នាក់បងស្រីហុងតាមម្ដាយរបស់អ្នកពាក់ព័ន្ធនឹងបដិវត្តន៍វប្បធម៌ទេដោយសារគាត់ដឹងថាគាត់ហ៊ាននឹងចាក់ចេញពីពិភពលោកនេះអាលីវចង់ជួយមីស្ទីនសម្លាប់មនុស្សដែលគាត់ស្អប់បំផុតមុនពេលគាត់ស្លាប់ទោះជាយ៉ាងណាក៏ដោយមីស្ទីនមិនដឹងថាអាលីវបានឆ្លងកាត់អ្វីខ្លះទេគាត់គ្រាន់តែមានអារម្មណ៍ថាអាលីវបានឃើញតាមរយៈទំនាក់ទំនងពិសេសរបស់គាត់ជាមួយម្ចាស់ផ្ទះអូអ្នកចំណែនមែនទេគាត់មិនដែលស្រមៃថាមនុស្សដែលត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកដោយគាត់នឹងមានបុរសម្នាក់ប្រជែងយកចំណាប់អារម្មណ៍របស់គាត់នោះទេដោយសម្លឹងមើលទៅអាលីវដ៏កក់ក្ដៅមីកញ្ចប់លេងខ្មាស់អៀនទៀតហើយគាត់បានដាក់សេចក្តីស្រឡាញ់ដែលនៅសេសសល់របស់គាត់មួយឡែកម្ដងទៀតហើយត្រៀមខ្លួនដើម្បីទន់ភ្លន់ជាមួយអាលីវប៉ុន្តែលើកនេះគាត់មិនមានអារម្មណ៍ឈឺចាប់ឬស្ពឹកឡើយហើយក៏មិនមែនគ្រាន់តែបំពេញកិច្ចការដែលត្រូវប្រគល់ឲ្យដែរលើកនេះគាត់ចង់ប្រគល់ខ្លួនទាំងស្រុងទៅឲ្យមនុស្សដែលគាត់ស្រឡាញ់ពេលនោះស្រាប់តែមានសម្លេងគោះទ្វារម្ចាស់ផ្ទះបានមកម្ដងទៀតអ្នកទាំងពីរស្លៀកពាក់យ៉ាងរហ័សហើយរអិលចេញពីទ្វារខាងក្រោយមីកញ្ចប់មិនដែលមានអារម្មណ៍សប្បាយចិត្តបែបនេះទេអ្នកទាំងពីររត់យកអាំងលឿនរហូតដល់បាត់ខ្លួនក្នុងមួយប៉ព្រិចភ្នែកនៅលើផ្លូវអាលីវបានរៀនបន្ថែមអំពីទំនាក់ទំនងរបស់មីកញ្ចប់ជាមួយម្ចាស់ផ្ទះប៉ុន្តែមីកញ្ចប់នៅតែបដិសេធមិននិយាយអំពីរឿងនេះគាត់មិនចង់ឲ្យមនុស្សដែលគាត់ស្រឡាញ់ឃើញផ្នែកកខ្វក់របស់គាត់ទេគឺអ្នកសន្យានឹងខ្ញុំថាអ្នកនឹងមិនសួរទេតាមពិតអាលីវបានទីពីទំនាក់ទំនងរបស់ពួកគេរួចហើយដូច្នេះមិនចាំបាច់សួរទេយល់ព្រមបើដូច្នោះអ្នកអាចសន្យានឹងខ្ញុំរឿងមួយបានមានរឿងអ្វីអ្នកនឹងនៅឲ្យឆ្ងាយពីគាត់នៅពេលអនាគតយល់ព្រមទេមីកញ្ចប់ចូលចិត្តទឹកមុខច្រណែនរបស់អាលីវគាត់យល់ព្រមតាមសំណើនេះដោយមិនដឹងថានេះនឹងជាការថើបចុងក្រោយរវាងគូស្នេហ៍នោះទេនៅពេលបែកគ្នាអាលីវបានហៅមីកញ្ចប់មកវិញប៉ុន្តែបន្ទាប់ពីគិតវារួចគាត់មិនអាចនិយាយអ្វីបានទេអ្វីដែលគាត់អាចធ្វើបានគឺនិយាយលាគ្នាស្ងាត់មីកញ្ចប់មិនដឹងថាអាលីវនឹងត្រូវឪពុករបស់គាត់សម្លាប់នោះទេគាត់បានត្រឡប់ទៅហាងវិញដោយក្តីរីករាយដោយយឺសំឡេងដែលធ្លាប់ស្គាល់របស់ម្ចាស់ផ្ទះភ្លាមនៅពេលដែលគាត់ចូលទៅវាហាក់ដូចជាម្ចាស់ផ្ទះចង់ធ្វើកិច្ចព្រមព្រៀងមួយទៀតប៉ុនតែមីកញ្ចប់បានយល់ព្រមតាមសំណើរបស់អាលីវរួចហើយលើកនេះគាត់មានការតាំងចិត្តយ៉ាងមុតមមថាបើហ៊ានទេសាកល្បងមើលថាតើអ្នកអាចសម្លាប់ខ្ញុំបានទេមីកញ្ចប់ដែលវង្វេងក្នុងសុបិនបានរត់គេចខ្លួនដោយទុកម្ចាស់ផ្ទះលួចជង្គង់នៅនឹងកន្លែងគាត់បានបំពេញការសន្យារបស់គាត់ចំពោះអាលីវខណៈពេលដែលអាលីវក៏ត្រូវបំពេញការសន្យារបស់គាត់ចំពោះឪពុករបស់គាត់ដែរមុនពេលស្លាប់ឪពុកនិងកូនប្រុសបានរីករាយនឹងអាហារដ៏ប្រណីតប៉ុន្តែទោះបីជាមានអាហារឆ្ងាញ់បែបនេះក៏ដោយក៏គ្មាននរណាម្នាក់សប្បាយចិត្តដែរជាចុងក្រោយអាលីវបានបំបែកភាពជាប់គាំងថាកូប៉ាសូមឲ្យប៉ាបារីមួយដើមទៅនេះជាលើកដំបូងរបស់អាលីវដែលជក់បារីឪពុកដឹងថាកូនប្រុសរបស់គាត់រួចរាល់ហើយពេលក្រឡេកមើលមេដាយនៅលើជញ្ជាំងឪពុកបានគិតអំពីយុវវ័យរបស់គាត់អំពីអាលីវដែលមិនទាន់ពិការហើយនៅរស់ប្រសិនបើមិនមែនដោយសារតែគាត់បើកភ្លើងក្រហមហើយជួបគ្រោះថ្នាក់ចរាចរណ៍ទេគ្រួសារនេះនឹងល្អឥតខ្ចោះប៉ុណ្ណាប៉ុន្តែជីវិតមិនតែងតែផ្ដល់ឱកាសបែបនេះទេមនុស្សម្នាក់ត្រូវតែបោះបង់ចោលការបំភាន់ហើយទទួលយកការពិតឪពុកដឹងថាដល់ពេលត្រូវបញ្ជូនអាលីវទៅតាមផ្លូវហើយឧបាគុំសម្លាប់ខ្ញុំកម្លាំងរបស់ឪពុកគឺទន់ភ្លន់ប៉ុន្តែអាលីវមិនបានតស៊ូតតែសោះគាត់បានទទួលយកវារួចហើយអាលីវត្រូវបានឪពុករបស់គាត់សម្លាប់ប៉ុន្តែបន្ទាប់ពីគាត់ស្លាប់ឪពុករបស់គាត់មិនមានអារម្មណ៍ធូរស្រាលទេឥឡូវនេះដោយគ្មានអ្វីនៅសល់ដើម្បីរារាំងគាត់ទេគាត់អាចរកប្រាក់ចិញ្ចឹមជីវិតបានដោយរងចាំជំងឺមហារីកលេបត្របាក់គាត់ជាចុងក្រោយឪពុករបស់គាត់បានអូសសាកសពរបស់គាត់ចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសហើយបានចុះចាញ់ក្នុងអំឡុងពេលជាប់ឃុំឃាំងពិភពលោកកំពុងតែច្របូកច្របល់នៅក្នុងហាងងាយស្រួលប៉ាវមានកំពុងចម្អិនអាហារឲ្យម្ដាយរបស់គាត់ទោះជាយ៉ាងណាក៏ដោយសារតែប៉ាវមានបដិសេធការផ្ដល់ជូនរបស់ម្ចាស់ផ្ទះពួកគេមិនអាចទិញសារាយសមុទ្របានទេម្ដាយរបស់គាត់បានចាប់ផ្ដើមបង្កើតរឿងមួយការចម្អិនអាហាររបស់ប៉ាវមានផ្ទាល់គឺមិនសមរម្យសម្រាប់ម្ដាយរបស់គាត់ដើម្បីឲ្យម្ដាយរបស់គាត់ញ៉ាំប៉ាវមានត្រូវក្បត់អាលីវហើយត្រឡប់ទៅម្ចាស់ផ្ទះវិញម្ចាស់ផ្ទះដឹងថាប៉ាវមាននឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់គាត់នៅទីបំផុតប៉ុនតែនៅពេលដែលប៉ាវមានកំពុងចាក់ចេញពីម្ចាស់ផ្ទះបុរសម្នាក់បានលេចមុខមកចាក់ម្ចាស់ផ្ទះភ្លាមគាត់គឺជាបុរសនៅក្នុងវីដេអូដែលម្ចាស់ផ្ទះបានថតដោយសម្ងាត់ដោយសារតែវីដេអូរបស់ម្ចាស់ផ្ទះតួឯកប្រុសស្រីត្រូវបានគេធ្វើបាបតាមអ៊ីនធឺណិតម្ចាស់ផ្ទះនេះដែលបានប្រព្រឹត្តអំពើអាក្រក់ពេញមួយជីវិតរបស់គាត់ទីបំផុតត្រូវបានដាក់ទណ្ឌកម្មចំពោះទង្វើអាក្រក់របស់គាត់ម្យ៉ាងវិញទៀតប៉ាវមានបានប្រញាប់ប្រញាល់ទិញសារាយសមុទ្រជាមួយនឹងប្រាក់300 យ៉នដែលគាត់ទើបតែរកបានប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដាយដែលលៀនរបស់គាត់បានញ៉ាំអាហារទាំងអស់ដែលគាត់បានរៀបចំរួចហើយវាបានបង្ហាញថាសាច់ក្រកមិនមែនជាការចាំបាច់ទេវាគ្រាន់តែជាម្ដាយរបស់គាត់ដែលអះអាងអំណាចរបស់នាងប៉ុណ្ណោះទោះបីជាមើលឃើញតាមរយៈមុខមាត់អាក្រក់របស់ម្ដាយគាត់ក៏ដោយ
មីកញ្ចប់នៅតែទាត់ឆ្អឹងត្រីចេញជាប្រចាំដើម្បីចិញ្ចឹមនាងគាត់មិនអាចគេចផុតពីការគ្រប់គ្រងនេះបានឡើយដោយឃើញថានាងមានអំណាចម្ដាយរបស់គាត់កាន់តែទាមទារឧញ៉ាំទៅអ្នកជាស្ត្រីថោកទាបម្នាក់មនុស្សនឹងសរសើរអ្នកចំពោះការញ៉ាំស្ត្រីថោកទាបម្នាក់លើកនេះមីកញ្ចប់មិនអាចទ្រាំទ្របានទៀតទេឧញ៉ាំទៅសាច់ក្រប់អ្នកចូលចិត្តញ៉ាំមនុស្សគ្រប់គ្នាដឹងរឿងនោះមីកញ្ចប់រត់ចេញគុំនិយាយតោះញ៉ាំគាត់និយាយគ្មានអ្នកណាអាចញ៉ាំបានទេខ្ញុំឃ្លានណាស់មីកញ្ចប់បានចិញ្ចឹមគាត់លឿនឡើងមិនត្រឹមតែសាច់ក្រប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងការស្អប់ខ្ពើមដ៏ជ្រៅរបស់គាត់ទៀតផងគឺអ្នកធ្វើរឿងដដែលហេតុអ្វីបានជាអ្នកបន្តជេរប្រមាថខ្ញុំហេតុអ្វីបានជាអ្នកមិនបញ្ឈប់ខ្ញុំហេតុអ្វីបានជាអ្នកតែងតែជេរប្រមាថខ្ញុំមីកញ្ចប់កាន់តែភ័យស្លន់ស្លោពេលគាត់ដឹងខ្លួនម្ដាយរបស់គាត់បានថប់ដង្ហើមស្លាប់រាងកាយរបស់នាងត្រជាក់និងគ្មានជីវិតមីកញ្ចប់កំពុងតែជួបបញ្ហាធំមួយភ្លាមនោះមានសម្លេងគោះទ្វារវាគឺជាអាលីវវាបានបង្ហាញថាគាត់មិនត្រូវបានឪពុករបស់គាត់សម្លាប់ទេគាត់គ្រាន់តែភ្ញាក់ផ្អើលហើយភ្ញាក់ឡើងបន្ទាប់ពីឪពុករបស់គាត់ចាក់ចេញពេលសម្លឹងមើលមីកញ្ចប់ដែលកំពុងយំអាលីវមិនដឹងថាមានអ្វីកើតឡើងនោះទេគាត់អាចលួងលោមគូស្នេហ៍របស់គាត់ដោយនិយាយថាទោះបីជាមេឃលំក៏ដោយខ្ញុំនឹងទ្រាំទ្រពេលគាត់ចូលទៅនងបន្ទប់ហើយឃើញសាកស្ពំដាយមីកញ្ចប់គាត់ក៏និយាយមិនចេញដោយភ័យស្លន់ស្លោគាត់បានទូរស័ព្ទទៅប៉ូលីសយ៉ាងរហ័សខ្ញុំមិនមានបំណងទេអាលីវដឹងថាប៉ៅមានខ្លាចជាប់គុកភ្លាមនោះគាត់នឹកឃើញដល់ការសន្យារបស់គាត់នៅក្នុងបង្គន់ថានឹងខ្លាចជាឃាតកររបស់ប៉ៅមានថ្ងៃនេះខ្ញុំនឹងបំពេញការសន្យានោះកុំខ្លាចអីខ្ញុំនឹងនៅជាមួយអ្នកពេលអាលីវចាប់កន្ត្រៃគាត់បានចាក់សាកស្ពំដាយរបស់ប៉ៅមានដោយទទួលខុសត្រូវទាំងស្រុងចំពោះឃាតកម្មនេះគឺជារឿងដ៏ក្លាហានបំផុតដែលគាត់ធ្លាប់ធ្វើក្នុងជីវិតរបស់គាត់ហេតុអ្វីបានជាអ្នកធ្វើបែបនេះហេតុអ្វីបានជាអ្នកហៅប៉ូលីសព្រោះខ្ញុំជាឃាតករខ្ញុំចង់បានការសងសឹករបស់ខ្ញុំប៉ៅមានមិនបានបំពានការសន្យារបស់គាត់ទេហើយអាចធ្វើមីមួយចានសម្រាប់អាលីវប៉ុណ្ណោះយោងតាមទម្លាប់របស់ក្មេងស្រីនោះគាត់ចូលចិត្តរងចាំ3នាទីមុនពេលញ៉ាំមីរបស់គាត់ការរងចាំ3នាទីនឹងយឺតពេលហើយប៉ុន្តែនោះមិនមែនជាវិធីល្អបំផុតដើម្បីញ៉ាំវាទេទោះបីជាប៉ូលីសមកក៏ដោយខ្ញុំនឹងមិនអាចញ៉ាំវាបានទេអ្នកទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមកដោយមិននិយាយអ្វីសោះគ្មានការបន្លំទេប៉ុន្តែមានអារម្មណ៍ស្រួលប៉ៅមានយល់ថាមនុស្សដែលអង្គុយនៅពីមុខគាត់គឺជាឃាតករដែលជាទីស្រឡាញ់បំផុតនៅក្នុងលោកគាត់បានសម្លាប់ភាពជូរចត់នៃជីវិតហើយនាំមកនៅពន្លឺដល់គាត់ហើយឥឡូវនេះឃាតករហៀបនឹងត្រូវចាប់ខ្លួនតើអ្នកនឹងមកជួបខ្ញុំទេប៉ៅមានមិននិយាយអ្វីទេប៉ុន្តែវានិយាយខ្លាំងជាងពាក្យរាប់ពាន់ម៉ាត់គូស្នេហ៍ទាំងពីរបានជួយសង្គ្រោះគ្នាទៅវិញទៅមកម្ដងទៀតអាលីវត្រូវបានគេចាប់បានយ៉ាងឆាប់រហ័សប៉ុន្តែពេលមើលពីក្រោយខ្នងឪពុករបស់គាត់មានសេចក្តីរីករាយជាពិសេសគាត់យល់ថាអាលីវពិតជាប្រសើរជាងនៅក្នុងគុកជាងនៅខាងក្រៅយ៉ាងហោចណាស់គាត់មានដំបូលគ្រប់លើក្បាលហើយអាចដើរដោយសន្តិភាពនៃចិត្តជាច្រើនឆ្នាំក្រោយមកប៉ៅមានបានអង្គុយលើទេសរុញមិនមែនសម្រាប់អ្វីផ្សេងទៀតទេប៉ុន្តែដើម្បីជួបប្រទះរាល់រឿងតូចតាចដែលអាលីវបានឆ្លងកាត់និងរំលឹកឡើងវិញនៅគ្រាស្និទ្ធស្នាលជាមួយគូស្នេហ៍របស់គាត់នៅក្នុងក្រសែភ្នែករបស់ប៉ៅមានភាពទន់ភ្លន់បំផុតនៅក្នុងโลกនេះគឺរស់នៅដូចអ្នកដោយពឹងផ្អែកលើអ្នកជារៀងរហូតនៅក្នុងជ្រុងដែលមិនស្គាល់ឃាតករជាទីស្រឡាញ់ដែលចេញផ្សាយក្នុងឆ្នាំ2020គឺជាខ្សែភាពយន្តរឿងភាគដ៏ជ្រាលជ្រៅបំផុតអ្នកដឹកនាំរឿងប្រើឈ្មោះឃាតករដើម្បីនិយាយអំពីមូលហេតុនៃការរស់នៅបេសកកម្មគោលដៅនិងរង្វាន់គឺជាធាតុផ្សំទាំង3របស់ឃាតករដែលក៏ជាធាតុផ្សំនៃជីវិតរបស់មនុស្សគ្រប់គ្នាផងដែរក្នុងជីវិតរបស់អាលីវនិងប៉ៅមានធាតុផ្សំទាំង3នេះត្រូវបានជំនួសដោយបំណងប្រាថ្នាសម្រាប់ការចិញ្ចឹមជីវិតនិងអារម្មណ៍នៃកម្មសិទ្ធិពួកគេបានព្យាយាមផ្គុំអត្ថន័យនៃជីវិតរបស់ពួកគេនៅក្នុងជ្រុងត្រជាក់នៃទីក្រុងរឿងដែលឈឺចាប់បំផុតនៅក្នុងខ្សែភាពយន្តនេះគឺភាពផ្ទុយគ្នានៃការចង់រស់នៅប៉ុន្តែគ្មានអំណាចមនុស្សគ្រប់គ្នាចង់បានសេរីភាពប៉ុន្តែត្រូវបានចាក់សោយ៉ាងរឹងមាំដោយការពិតដើម្បីគេចផុតពីស្ថានភាពលំបាករបស់ពួកគេគូស្នេហ៍ទាំងពីរបានព្យាយាមឲ្យអស់ពីសមត្ថភាពហើយទីបំផុតបានប្រើវិធីខ្លាំងមួយដើម្បីការពារប្រាក់ចំណេញរបស់ពួកគេនិងការពារទឹកដីដ៏បរិសុទ្ធចុងក្រោយសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេប្រហែលជាពួកគេមិនដែលយកឈ្នះលើពិភពលោកដ៏ត្រជាក់នេះទេប៉ុន្តែយ៉ាងហោចណាស់ពួកគេបានរកឃើញភាពកក់ក្ដៅមួយរយៈពេលខ្លីនៅក្នុងគ្នាទៅវិញទៅមកឃាតករមិនបានសម្លាប់មនុស្សទេប៉ុន្តែជាភាពងាយរងគ្រោះភាពគ្មានទីពឹងនិងការអាក់អន់ចិត្តរបស់ពួកគេប្រសិនបើយើងមិនអាចយល់ពីគោលគំនិតអរូបីទាំងនេះបានទេយើងអាចត្រឡប់ទៅខ្សែភាពយន្តវិញបានតាក់ទងនឹងសាវតារបស់ Instant Noodles ខ្សែភាពយន្តនេះមានឈុតឆាករំលឹកអតីតកាលជាច្រើន Instant Noodles កើតក្នុងគ្រួសារដែលមានឪពុកម្ដាយតែម្នាក់
គត់ដែលនាំឲ្យនាងមានបុគ្គលិកលក្ខណៈដ៏ខ្លួនចេញនាងតែងតែធ្វើអ្វីតែម្នាក់ឯងហើយមានភាពទាបទោះជាយ៉ាងណាក៏ដោយដូចកុមាររតីទៀតដែលមានអាយុរបស់នាងដែរនាងមានភាពអួតអាងខ្លះដោយឃើញគ្រឿងអលង្ការដែលនាងមិនអាចមានលទ្ធភាពទិញ instant noodles និងដាក់វានៅក្នុងកាបូបរបស់នាងដោយសម្ងាត់ដែលនាំឲ្យមានរបាយការណ៍ប៉ូលីសនៅក្នុងពេលវេលាដ៏ឆ្កុងនេះម្ចាស់ផ្ទះរបស់នាងបានចូលជួយនាងចាប់តាំងពីពេលនោះមកម្ចាស់ផ្ទះក៏មានការរចនាលើ instant noodles ផងដែរសូម្បីតែម្ដាយរបស់ម្ចាស់ផ្ទះដែលកំពុងជួបប្រទះនឹងការផ្ទុះកំហឹងផ្លូវភេទក៏បានព្យាយាមបញ្ឈប់នាងនៅទីបំផុតដោយមិនអាចទប់ទល់នឹងការសម្លឹងមើលរបស់ម្ចាស់ផ្ទះនិងការតាក់ទាញលុយកាក់ដូចជាមីកញ្ចប់ដែរម្ដាយរបស់នាងក៏ជាជនរងគ្រោះរបស់ម្ចាស់ផ្ទះផងដែរម្ចាស់ផ្ទះគឺជាម្ចាស់ផ្ទះនៃហាងតូចមួយរបស់គ្រួសារមីកញ្ចប់ហើយក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ហាងផងដែរម្ដាយរបស់នាងបានយល់ព្រមដោយស្ងាត់ចំពោះអំពើហិង្សារបស់ម្ដាយនាងហើយក្នុងពេលជាមួយគ្នានេះនាងក៏ក្លាយជាមនុស្សឆ្កួតបន្តិចម្ដងក្រោមការធ្វើទារុណកម្មផ្លូវចិត្តប្រចាំថ្ងៃថែមទាំងធ្វើឲ្យនាងឈឺចាប់ទាំងអស់ដោយមីកញ្ចប់ទៀតផងម្ចាស់ផ្ទះសំណាក់ដោយមានការបណ្ដោយខ្លួនពីម្ដាយនិងកូនស្រីកាន់តែមិនស្ថិតស្ថេរមួយរយៈការសម្លឹងមើលរបស់ម្ចាស់ផ្ទះសំណាក់បានក្លាយជាបញ្ជាដែលមិនអាចគេចផុតបានដែលធ្វើឲ្យមីកញ្ចប់គ្មានផ្លូវនិយាយរហូតដល់អាលីវបង្ហាញខ្លួននាងបានរកឃើញកាំរស្មីនៃពន្លឺក្នុងជីវិតដ៏វេទនារបស់នាងដូចមីកញ្ចប់ដែរអាលីវក៏ជាមនុស្សម្នាក់ដែលមានជីវិតក្រីក្រនៅបាតសង្គមផងដែរដោយសារតែភាពមិនប្រក្រតីរបស់នាងមានបំណងប្រាថ្នាមិនធម្មតាសម្រាប់ការរួមភេទនាងអាចរើសក្មេងស្រីតាមចិត្តសូម្បីតែមានឆ្មាពណ៌លឿងនៅតាមផ្លូវក៏ដោយនាងថែមទាំងអាចសុំលុយពីស្ត្រីទៀតផងប៉ុន្តែនាងអាចដើរលេងជុំវិញពិភពលោកដោយជើងទាំងពីររបស់នាងដែលខ្វិននាងមានអារម្មណ៍ថារបស់ល្អទាំងអស់គឺហួសពីដៃរបស់នាងទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងបានជួបម្ចាស់ផ្ទះសំណាក់អាលីវមានអារម្មណ៍ចម្លែកមួយនៃភាពឯកោសូម្បីតែស្រីពេស្យាក៏មិននិយាយជាមួយនាងធម្មតាដែរប៉ុន្តែឥឡូវនេះនាងបានរកឃើញវិញ្ញាណដែលស្និទ្ធស្នាលហើយទោះបីជាម្ចាស់ផ្ទះជាមនុស្សចាស់វង្វេងស្មារតីដ៏អាសអាភាសខ្លាំងក៏ដោយវាមិនមានបញ្ហាអ្វីទេព្រោះនាងមិនបានធ្វើបាបខ្លួនឯងតាមគំនិតរបស់អាលីវម្ចាស់ផ្ទះនេះពិតជាស្មោះត្រង់ណាស់នាងដឹងថាត្រូវមកសុំទោសចំពោះកំហឹងរបស់នាងនៅទីបញ្ចប់វាគឺជាអំពើអាក្រក់សុទ្ធសាធទាំងនេះដែលដោយវាសនាបាននាំឲ្យមានអាពាហ៍ពិពាហ៍ដ៏ល្អមួយទុក្ខវេទនារបស់វណ្ណៈទាបបានធ្វើឲ្យអាលីវនិងប៉ៅមានការយល់ចិត្តគ្នាទៅវិញទៅមកចំណងស្រដៀងគ្នារបស់ពួកគេធ្វើឲ្យពួកគេកាន់តែមិនអាចបំបែកបាននិងជើងរបស់អាលីវភាពឆ្កួតរបស់ឪពុកម្ដាយរបស់គាត់ត្រូវបានទប់ស្កាត់ហើយមីកញ្ចប់ក៏ត្រូវបានគ្រប់គ្រងផងដែរទាំងអស់នេះត្រូវតែដោះស្រាយគួរឲ្យហួសចិត្តណាស់ផ្លូវចេញសម្រាប់ចំនួនទាំងអស់នេះគឺការផ្សាយពាណិជ្ជកម្មឃាតករនៅលើជញ្ជាំងបង្គន់មីកញ្ចប់បានជួលអាលីវហើយជាមួយនឹងការទូទាត់មីកញ្ចប់មួយចានគាត់បានសម្លាប់ទុក្ខវេទនាទាំងអស់ទាំងរងការពិតនិងភាពខូខើនៃជីវិតបានធ្វើឲ្យអាលីវនិងមីកញ្ចប់ពេញចិត្តរួចទៅហើយអ្វីដែលជាការលួងលោមចិត្តនោះគឺថាពួកគេទីបំផុតបានរកឃើញឱកាសសម្រាប់ការប្រោះលោះគ្នាទៅវិញទៅមកយោងតាមច្បាប់ដរាបណាឬទទួលបានការអភ័យទោសពីក្រុមហ៊ុនមីកញ្ចប់គាត់អាចត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល15ឆ្នាំខ្ញុំឆ្ងល់ថាតើគាត់នឹងនៅតែចងចាំឃាតករជាទីស្រឡាញ់ម្នាក់នេះដែរឬទេហើយថាតើគាត់នឹងបោះជំហានទៅមុខដើម្បីអបគាត់ជាលើកចុងក្រោយឬអត់ការសម្លឹងមើលមួយផ្លែតបង្ហាញពីស្រមោល